mai thọc mai hay anh nhung đã lôi mai du lịch cô ta còn đang hạt không tâm hay nhung đỏ toàn ba còn đó chỉ năm u trong gì gặp mà anh chơi tuổi to á bột đăng hải cứ lôi ba đó nhưng mà phi thế nhưng mà trâu thế được lên thọt nhung dây trăng dây trăng nhung trong dây nó bưởi lụa cất nè khi xe lôi mai chẳng hạn thử vô lôi mai nó bốc trên lôi mai nhung bốc lôi mai mà mấy cái system ở không nhung vô đây còn đây mà nhung đô ăn hơi nhung đô mà đấy đô tay vô lôi mai này cũng bạch print nó ở không nhưng mà thử ca vô bông ấy hãy bốc lôi mai nhưng mà nhung ta tê lôi mai ta còn ta tha nhưng mà trong bao nè bông nâng nhưng mà trong khi bông nâng hãy vô lấy bưởi cất lôi bát nhưng mà cho nhầm thế vô lên hãy nó tốt nâng luôn thế này giang mình nhung mẹ đăng luôn cái pu bàn tay mẹ đô system mặt bàn thế hãy stop pu của này thưa system này nhung tu cái quạt ba con con hàng này nhung ba con môn thưa ba câu thưa system đôi khi vô lên mẹ đô mình bàn đi đâu ban tay còn thay nhung trong vậy nhung thở bong lên đong tiệt thường bong lên business hãy chặt chay luôn anh tay hãy thử đâm tha thử kích phi chiết luôn anh là hãy vô lên nhung cất bàn tay nhung trong vậy thành mình bạch đô ba tê trong theo bảy tha bữa hãy kích lôi ba chân nhung ớt nhầm tê hãy đạo lôi không ai vô lên bàn tay nhung không nhung bắt mà đó bông cả lôi bông lôi không ai vô mau không chơi nhà system bill nào không nhưng mà trong khi bill nâng nhưng mà trong khi lôi ba nâng vô lên nhung tập tê chia lôi mai thằng nhung ở trong anh đi làm dùng với lôi ba nâng thằng nhung ở trong ban cái này là dây đá dây thiệt thất đây là thiệt là không nhung mau này nâng bữa hãy đã lôi ba thì muốn nhung ớt gì thế trong rồi xe bông là nhung mau bông lôi mai đó cái này to vai thiệt xe bông này nhung mau công an năng pi mơn theo đặt pi mơn theo nó đặt công an nó on lôi vẫn là bao giờ nhưng mà trong khi lôi ba đó nhưng mà trong khi nâng hãy được ba trên mấy mình bay phải vô làm sao đi chơi mà không mà vô anh bạn nào trong xe đạp hãy vô lên ý nó không phải vô là tiết បងប្អូនក្រោយពេលដែលបងប្អូនបានទស្សនាវីដេអូរបស់លោកពូចប់ហើយតើបងប្អូនមានអារម្មណ៍បែបណាសូមបងប្អូនធ្វើការ comment នៅខាងក្រោមវីដេអូមួយនេះទាំងអស់គ្នាសម្រាប់ខ្ញុំគាំទ្រលោកពូល្អលោកពូធ្វើបានល្អម៉ោងនេះយើងមិនត្រឹមតែមិនត្រូវគាំទ្រផលិតផលសៀមទេតែយើងក៏មិនត្រូវចាយលុយសៀមគិតលុយសៀមនៅក្នុងទឹកដីកម្ពុជាដែរប្រាសាទបុរាណផ្ទះសម្បែងវត្តអារាមសាលារៀនស្ពានផ្លូវខ្នង នឹងទីតាំងសាធារណៈមួយចំនួនផ្សេងទៀតត្រូវបានទាហានសៀមកំទេចម៉ត់ដូចផេះតើយើងគួរតែចងចាំដែរឬទេតើយើងគួរតែនៅបន្តចាយលុយសៀមគិតលុយសៀមប្រើរបស់សៀមបន្តទៀតដែរឬទេចម្លើយអត់ទេដូច្នេះនេះគឺជាមេរៀនមួយផ្សេងទៀតសម្រាប់អាហារដ្ឋានភោជនីយដ្ឋានសន្តាគារផ្ទះសំណាក់និងហាងលក់ដូរទំនិញផ្សេងទូទាំងព្រះរាជាណាចក្រកម្ពុជាបើសិនជាបងប្អូនមិនទាន់បានដូរ system បងប្អូនគួរចាប់ផ្ដើមដូរមេនុយនិងដូររបៀបគិតលុយកុំឲ្យចេញលុយសៀមបន្តទៀតហើយខ្ញុំអរគុណលោកពូដែលលោកពូមានស្មារតីនៃការស្នេហាជាតិពងខ្ពស់ខ្លាំងបំផុតល្អលោកពូខ្ញុំសូមអរគុណហើយអរគុណដែលបានថតវីដេអូមួយនេះឲ្យផ្សព្វផ្សាយនេះគឺជាស្មារតីនៃការស្នេហាជាតិរួបរวมជាតិឯកភាពជាតិហើយក៏ជាស្មារតីមួយដើម្បីលើកកម្ពស់លុយរៀលផងដែរកន្លងមកខ្ញុំបានលើកឡើងហើយថាការពហិការអីវ៉ាន់សៀមមិនមែនដើម្បីបង្ហាញថាយើងគ្រាន់បើទេមិនមែនដើម្បីយើងចង់ឈ្នះចង់ចាញ់គេទេតែយើងពហិការអីវ៉ាន់សៀមដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈនៃការទិញអីវ៉ាន់របស់ខ្មែរយើងផលិតផលខ្មែរយើងជំនួសឲ្យផលិតផលសៀមនៅពេលដែលយើងប្រើប្រាស់ផលិតផលខ្មែរសំណួរសួរថាអ្នកណាជាអ្នកបានលុយច្រើនជាងមុនសេដ្ឋកិច្ចអ្នកណាល្អជាងមុនអ្នកណាមានលុយច្រើនជាងមុនប្រជាជនកម្ពុជានឹងឯងសេដ្ឋកិច្ចកម្ពុជានឹងឯងដែលល្អនោះដែលរីកចម្រើនអញ្ចឹងពេលវេលានេះគឺជាពេលវេលាដែលយើងទាំងអស់គ្នាជាជនជាតិខ្មែរយើងត្រូវចាប់ផ្ដើមបន្តគាំទ្រផលិតផលខ្មែរសេវាកម្មខ្មែរអ្វីក៏ដោយឲ្យតែជារបស់ខ្មែរគាំទ្រប៉ុន្តែកុំជន់ពន្លិចកុំរិះគន់ធ្វើឲ្យផលិតផលឬសេវាកម្មមួយហ្នឹងលែងមានការគាំទ្រឲ្យសោះបងប្អូនអាចរិះគន់បាននៅក្នុងន័យមួយឲ្យគាត់កែប្រែដើម្បីមានការផ្លាស់ប្ដូរមានការអភិវឌ្ឍផលិតផលរបស់គាត់រឹតតែមានគុណភាពយើងអាចធ្វើការរិះគន់បែបហ្នឹងបានតែបងប្អូនសូមកុំរិះគន់ក្នុងន័យជន់ពន្លិចព្រោះយើងទាំងអស់គ្នាដឹងស្រាប់ហើយថាអាជីវករខ្មែរយើងផលិតករខ្មែរយើងសហគ្រាសខ្មែរយើងក្រុមហ៊ុនខ្មែរយើងពីដើមឡើយមក
មិនសូវមានការគ្រប់គ្រងខ្លាំងក្លាទេដូច្នេះហើយសង្វាក់ផលិតកម្មគុណភាពសេវាកម្មអាចមិនទាន់សូវល្អទេប៉ុន្តែនេះគឺជាពេលវេលាដែលយើងត្រូវគ្រប់គ្រងដើម្បីឲ្យផលិតផលសេវាកម្មរបស់គាត់នោះចាប់ផ្ដើមពង្រឹងគុណភាពពង្រឹងសេវាកម្មដែលធ្វើឲ្យពេលខាងមុខនោះសហគ្រាសរបស់កម្ពុជាផលិតកររបស់កម្ពុជាក្រុមហ៊ុនរបស់កម្ពុជានឹងមានសមត្ថភាពអាចបង្កើតបាននូវផលិតផលដែលមានគុណភាពខ្ពស់ហើយអ្វីក៏ដោយវាត្រូវការពេលវេលាបន្តិចតែសូមបងប្អូនអត់ធ្មត់នឹងចូលរួមគ្រប់គ្រងទាំងអស់គ្នាមិនយូរទេកម្ពុជានឹងអាចផលិតបានផលិតផលដែលមានគុណភាពខ្ពស់មិនឲ្យចាញ់ប្រទេសជិតខាងទេមានតែល្អជាងម៉ោងនេះបងប្អូនណាផលិតករសហគ្រាសក្រុមហ៊ុនរបស់កម្ពុជាមួយចំនួនបានផលិតបាននៅផលិតផលដែលមានគុណភាពខ្ពស់ជាងប្រទេសជិតខាងរួចបាត់ទៅហើយគ្រាន់តែពេលខ្លះគាត់មិនសូវទទួលបានការផ្សព្វផ្សាយមិនសូវមានអ្នកដឹងដល់អញ្ចឹងទៅផលិតផលរបស់គាត់អត់សូវល្បីទេដូច្នេះហើយចាប់ពីពេលនេះតទៅយើងចូលរួមជាមួយគ្នាដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុកយើងជួយគ្នាពង្រឹងគុណភាពសេវាកម្មដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីប្រទេសជាតិមួយខ្លាំងត្រូវការសេដ្ឋកិច្ចខ្លាំងសេដ្ឋកិច្ចខ្លាំងត្រូវការឲ្យក្រុមហ៊ុនផលិតករសហគ្រាសពង្រឹងគុណភាពបន្ថែមពីលើនោះទៅទៀតតម្រូវឲ្យបងប្អូនដែលជាប្រជាជនខ្មែរយើងនេះមិនថានៅក្នុងស្រុកនិងក្រៅស្រុកគាំទ្រផលិតផលខ្មែរដោយពាក្យស្លោកមួយម៉ាត់ដែលខ្ញុំដាក់នៅលើអាវរបស់ក្រុមការងារបងប្អូនខាងលក់នំប៉័ងសាច់ក្តីហាងកាហ្វេរបស់ខ្ញុំក្តី